ក្មេងស្រីកំពុងតែព្យាយាមយកតុកដារបស់នាងពេលនោះនាងបានរអិលជើងដោយចៃដន្យក្បាលរបស់នាងបានបុកជាមួយនឹងជ្រុងតូពេលដែលម៉ាក់របស់នាងបានដឹងម៉ាក់នាងប្រញាប់យកកូនស្រីទៅមន្ទីរពេទ្យប៉ុន្តែនៅតាមផ្លូវទៅមន្ទីរពេទ្យរថយន្តរបស់ប្តីនាងបានវ៉ាទៅខាងមុខរថយន្តសង្គ្រោះបន្ទាន់ធ្វើឲ្យមានការកកស្ទះហេតុអ្វីបានជិះឈប់ឡានមានឡានបានបិទផ្លូវនៅខាងមុខមានរថយន្តសង្គ្រោះនៅពីខាងក្រោយយើងរឿងពណ៌ក្រហមទៅខាងមុខមិនបានទេពីគ្រោះថ្នាក់ណាស់ពីអាចធ្វើឲ្យអ្នកនឹងទូមានគ្រោះថ្នាក់នឹងត្រូវសោកស្ដាយពេញមួយជីវិតមិនល្អទេស្ថានភាពអ្នកជំងឺខុសពីការគិតរបស់ខ្ញុំពីកាន់តែធ្ងន់ធ្ងរជាងនេះរយៈពេល1ម៉ោងនាងត្រូវធ្វើការវះកាត់ប៉ាមិនដូច្នេះទេវាយឺតទៅហើយហេតុអ្វីបានជាមិនចេញដំណើរទៅសញ្ញាមិនប្រែជាពណ៌បៃតងមែនទេរថយន្តនៅខាងមុខមិនចេញដំណើរទេនៅពេលនេះខ្ញុំមិនអាចធ្វើអ្វីបានទេឆាប់ទៅខ្ញុំមានអ្នកជំងឺនៅក្នុងឡានឆាប់ចេញដំណើរទៅគួតមែនតើអ្នកមិនឃើញមានអ្វីមួយកើតឡើងទេប្រយ័ត្នគ្រោះថ្នាក់ស្លាប់ទៅរឿងសញ្ញាប្រែទៅជាពណ៌បៃតងហើយខ្ញុំមានអ្នកជំងឺនៅក្នុងឡានគ្រាន់តែអ្នកជំងឺមិនមែនមនុស្សស្លាប់ទេតើប្រញាប់ប្រញាល់ទៅឋានរោគមែនទេខ្ញុំមានកូននៅក្នុងឡានសំឡេងដូចជាប្រហែលសំឡេងប្តីខ្ញុំពីកូនសម្លាញ់ល្អណាស់តោះយើងទៅជាឡានប្តីខ្ញុំមែនរថយន្តចេញដំណើរហើយទូមានអារម្មណ៍មិនល្អទេបើបោយឺតបន្តិចល្អតើមានរឿងអ្វីកើតឡើងអ្វីបានជាបើកយឺតបែបនេះមានការអ្វីខ្ញុំកំពុងតែប្រជុំនៅក្រុមហ៊ុនបើគ្មានកិច្ចការអ្វីទេកុំទូរស័ព្ទមកខ្ញុំបានឃើញឡានរបស់អ្នកនៅលើផ្លូវវាចេញអ្នកតាមដានខ្ញុំមែនទេខ្ញុំមិនចង់និយាយអ្វីច្រើនទេនៅពេលនេះវាជារឿងបន្ទាន់ឥឡូវនេះស៊ីនបានរងរបួសយ៉ាងធ្ងន់ធ្ងរនាងកំពុងនៅលើរថយន្តសង្គ្រោះបន្ទាន់ឆាប់បើកឡានឲ្យលឿនជិះចេញពីផ្លូវគ្រាន់តែធ្វើតាមខ្ញុំអ្នកពិតជាបណ្ដាសាកូនស្រីរបស់គាត់បានស្លាប់មិនមែនគ្រាន់តែជាមួយអ្នកដទៃទេអ្នកបានចេញទៅដើរលេងទេកុំទៅឆ្ងាយពេកអ្នកអស់ចិត្តហើយមែនទេខ្ញុំអាចយកវាដោយរបៀបណាអ្នកទុកជីវិតរបស់ស៊ីនពីរឿងកំ pl ាញ់ឬអ្នកនៅមានកូនស្រីក្នុងចិត្តរបស់អ្នកដែរទេពេលវេលាមិនចាំទេប៉ុន្តែពេលវេលាគឺសង្គ្រោះហើយទោះបីតែព្រះក៏មិនអាចជួយនាងបានដែរចេញពីផ្លូវឲ្យលឿនទៅខ្ញុំបានឮភូមិឈានមានការព្រួយបារម្ភយ៉ាងខ្លាំងប្រហែលជាកំពុងមានបញ្ហាពិតមែនហើយដែរស៊ីននៅក្នុងរថយន្តសង្គ្រោះខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងទៅដល់មន្ទីរពេទ្យបានទេនាងកំពុងតែកុហកអ្នកស៊ីនពិតជាមិននៅក្នុងរថយន្តសង្គ្រោះនោះទេមែនហើយទីខ្ញុំចេញទៅក្រៅថ្ងៃនេះស៊ីនសុខសប្បាយធម្មតាទេនាងចង់កុហកខ្ញុំមិនជឿទេតែគ្រាន់តែជិះផ្លូវបន្តិចរថយន្តសង្គ្រោះអាចទៅដល់មន្ទីរពេទ្យបានហើយយល់ព្រមខ្ញុំនឹងជិះផ្លូវខ្ញុំពិតជាស្អប់លោកណាស់ចង្វាក់បេះដូងរបស់អ្នកជំងឺបានធ្លាក់ចុះឆាប់ដាក់អុកស៊ីសែនឲ្យនាងភ្លាមប្រញាប់ឡើងមិនក៏ឈប់ឡានទៀតហើយផ្លូវនេះមិនមានភ្លើងចរាចរណ៍នៅទេហេតុអ្វីឈប់ឡានមានអ្វីកើតឡើងទូខ្ញុំមានទឹកនៅទីនេះឆាប់ឲ្យគាត់លេបថ្នាំទៅខ្ញុំមិនចង់ផឹកទឹកទេខ្ញុំចង់ផឹកទឹកផ្លែឈើខ្ញុំនឹងមិនលេបថ្នាំដោយគ្មានទឹកផ្លែឈើទេដូចកូនស្រីខ្ញុំដែរនាងចូលចិត្តផឹកទឹកផ្លែឈើអ្នកមានទឹកចិត្តល្អចំពោះកូនស្រីរបស់អ្នកមានតូបមួយនៅទីនោះខ្ញុំនឹងទិញវាសម្រាប់ទូផឹកទឹកផ្លែឈើទៀត 100% គឺផ្លែឈើស្រស់ច្របាច់ថ្មីល្អហើយអ្វីបានជាគាត់ចេញពីក្នុងឡានផ្លូវក៏ត្រូវបានបិទទៀតខ្ញុំដឹងថានាងនឹងមកឆាប់ចេញពីផ្លូវឲ្យលឿនអ៊ុយវិនកំពុងទៅទិញទឹកផ្លែឈើបើមានបញ្ហាអ្វីចាំពេលគាត់ត្រឡប់មកវិញកូនស្រីរបស់ខ្ញុំកំពុងសន្លប់នាងមិនមានពេលច្រើនទេដូច្នេះតើវាយ៉ាងម៉េចតើមានអ្វីតាក់ទងនឹងខ្ញុំខ្ញុំនិយាយថាវាមិនពាក់ព័ន្ធនឹងអ្នកទេខ្ញុំនិយាយមិនសមហេតុសមផលអ៊ុយវិននឹងខ្ញុំរស់នៅតែម្នាក់ឯងខ្ញុំទើបតែត្រឡប់មកពីបរទេសវិញគាត់បាននាំខ្ញុំនិងកូនរបស់ខ្ញុំដើរលេងតើមានអ្វីខុសកុំព្យាយាមឲ្យមនុស្សគ្រប់គ្នាគិតដូចអ្នកដែរចិត្តរបស់ខ្ញុំខ្មៅណាស់អ្នកចាប់ប្រាប់គាត់សូមឲ្យគាត់ជិះផ្លូវឥឡូវនេះព្រមដល់ណាអ្នកលុបជង្គង់ចុះខ្ញុំនឹងហៅគាត់ភ្លាមតើអ្នកចង់មានន័យយ៉ាងម៉េចពេលវេលាមិនរងចាំអ្នកទេតើអ្នកអាចខលហៅគាត់ឥឡូវនេះបានទេប្រាប់ណាអ្នកវាមករកខ្ញុំទូរស័ព្ទហៅគាត់ភ្លាមទៅខ្ញុំសូមអង្វរអ្នកកុំវាយខ្ញុំកុំវាយម៉ាក់របស់ខ្ញុំចាំមិននឹងតើអ្នកធ្វើអ្វីខ្ញុំមិនបានធ្វើអ្វីទេអ្នកត្រឡប់មកវិញទាន់ពេលហើយជិះផ្លូវឲ្យលឿនមិនត្រឹមតែតាមខ្ញុំដល់ទីនេះទេអ្នកនៅហ៊ានវាយណាម្នាក់ទៀតខ្ញុំមិនបានវាយនាងទេនាងជាអ្នកទីដៃខ្ញុំដោយខ្លួនឯងខ្ញុំបានឃើញវាទាំងអស់ខ្ញុំមិនគួរចេញមកជាមួយអ្នកនៅថ្ងៃនេះទេយើងប្រកាសជាមិនមានលើកក្រោយម្ដងទៀតទេមិនមែនជាកំហុសរបស់អ្នកនោះទេឆាប់សំទោសខុនស៊ីភ្លាមទៅឲ្យខ្ញុំសំទោសនាងយល់ព្រមខ្ញុំអាចសំទោសប៉ុន្តែស៊ីននាងកំពុងតែដាក់អុកស៊ីសែនសង្គ្រោះបន្តាន់ខ្លាំងណាស់ខ្ញុំចាំរហូតដល់មន្ទីរពេទ្យអ្នកឆាប់ចេញពីផ្លូវឥឡូវនេះទៅខ្ញុំអាចធ្វើគ្រប់យ៉ាងដែលអ្នកចង់ឲ្យខ្ញុំធ្វើនៅតែនិយាយមិនសមហេតុផលមកកាន់ខ្ញុំឃើញឡាននោះវាជាមូលដ្ឋានស្វ័យយីអាងរបស់អ្នកបើអ្នកមិនជឿចូលឡានមើលខ្លួនឯងទៅយល់ព្រមខ្ញុំនឹងទៅមើលអ្នកជំងឺចាប់ដើមគូឈាមទេវាយឺតពេកហើយស៊ីន点击左下角看后续。